បាទបងប្អូននេះម៉ាស៊ីននេះមានបញ្ហាខូច sensor រំញោះធុងអញ្ចឹងវាចេញអក្សរ VS មាន vibration sensor អញ្ចឹងបញ្ហាពាក់ព័ន្ធជាមួយនឹងរំញោះធុងចង្កឹះអាចធុងវាអាធុងខាងក្នុងហ្នឹងវាវិលវាកលាប់វាអីចឹងតែមួយទៀតវាអាចពាក់ព័ន្ធមួយ sensor មួយទៀតវាពាក់ព័ន្ធមួយ board អញ្ចឹងយើងចង់ដឹងថាវាខូចអីពិតគាត់យើងដោះខ្សៅវាចេញទៅហើយយើងយក sensor មកដាក់ទៅតែ sensor វាដើរគឺអូខេហើយនេះបញ្ហា sensor V នេះចឹងយើងដោះខ្សៅក្រោយពីក្របនេះមក1 2ដោះបាទចឹងនេះយើងមើលផ្នែកខាងមុខនេះsensor នេះដាក់តាមលើទៅនេះ sensor នេះចឹង sensor នេះយើងដូរវាមកវានៅទីនេះខ្សែវានេះ sensor ហ្នឹងចឹងមានថាបញ្ហារំញោះធុងបញ្ហា sensor ចឹងវាអាច sensor មានបញ្ហាចឹងយើងដូរ sensor ថ្មីមកវាដើរតែបើយើងដូរ sensor ថ្មីវាដើរទេមានន័យថាខូច main board បាទទីមួយយើងមើលធុងយើងសិនថាធុងយើងមានផ្អៀងមានអីអត់តែនេះមានដាក់អញ្ចឹងណាអានេះគេមានកន្លែងមួយដាក់កន្លែងនេះណានេះកន្លែងនេះចាប់ខ្សែរឹតតែនេះសំចាគាត់ដកចេញហើយយើងចាប់ខ្សែរឹតចាប់ហ្នឹងមកគាត់ហ្នឹងវាមាន sensor វិញពីយើងនិយាយថាពីយើងធុងវាក៏ error ដែរគឺយើងចាប់ខ្សែរឹតឲ្យចាប់អញ្ចឹងមកហើយបើធុងនេះវាបោលក៏វាចេញអក្សរ VS ហ្នឹងដែរអញ្ចឹងយើងមើល sensor ហ្នឹងទៅវាពាក់ព័ន្ធមួយ sensor ហ្នឹងបាទអញ្ចឹងយើងដូរ sensor ហ្នឹងក្របដាក់តែមើលទៅដល់ដូរ sensor ដើរទៅមានបញ្ហា main board ហើយវាអាចខូច EC ណាមួយតែអត់បញ្ជូនសញ្ញាពី sensor នេះទៅឲ្យ main board បាទអញ្ចឹងអានេះវាចេញ VS មាន V5 អានេះ VS មាន V លេខ5 VS មាន vibration sensor អញ្ចឹងយើងដូរ sensor នឹងមកក្របទៅ sensor ពណ៌ខ្មៅហ្នឹងនេះសម្រាប់ម៉ាស៊ីន LG មានហើយបាទអញ្ចឹងយើងរត់ទិញទៅដូច sensor វាដូច Imperial ជាងមកក្របនេះ sensor អញ្ចឹងយើងរត់ទិញមកវាដាក់ដូរទៅអញ្ចឹងជីអីក៏ទៅដែរយើងចង់ដឹងថាវានេះយើងតែម្ដងទៀតណាយើងដាក់ sensor ឲ្យត្រង់ក្តៅ sensor នេះក្តៅវាដើរអត់មើលតាមបន្ទីជូរដែរបាទ13នាទីហើយខ្ញុំចាប់តាមវល់ហើយយើងដាក់ sensor ឲ្យត្រង់បាទនេះចេញ VS បញ្ហា sensor រំញោះធុងគឺយើងដូរ sensor នឹងមួយទៅបានដល់អត់បានមានបញ្ហា board តែនេះ set ទៅក្តៅខូច sensor ហើយ